សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពី report transaction ដំបូងឡើយដើម្បីចូលទៅកាន់ report transaction យើងចូលទៅលើ menu report បន្ទាប់មកចូលទៅកាន់ report accounting ហើយធ្វើការคลิกទៅលើ transaction ម្យ៉ាងវិញទៀតគឺយើងអាចចូលទៅកាន់ accounting បន្ទាប់មកចូលទៅកាន់ report accounting ហើយយើងធ្វើការคลิก transaction ឥឡូវនេះគឺយើងចូលមកដល់ report transaction គឺជារបាយការណ៍កំណត់ហេតុហើយដើម្បី search មើលរបាយការណ៍ transaction គឺយើងអាច search តាមរយៈថ្ងៃចាប់ផ្ដើមយើងអាច search តាមរយៈថ្ងៃបញ្ចប់យើងអាច search តាមរយៈសាខាណាមួយហើយយើងអាច search តាមរយៈ currency ដែលជាប្រភេទសាច់ប្រាក់ដុល្លារឬមួយក៏ប្រភេទសាច់ប្រាក់ជារៀលបន្ទាប់មកយើងធ្វើការចុចទៅលើប៊ូតុង search ហើយវានឹងបង្ហាញ result នៅខាងក្រោមដែលជា report transaction បន្ទាប់មកដើម្បីធ្វើការ print report transaction យើងគ្រាន់តែចុចទៅលើប៊ូតុង print